បាទ ត្រូវជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺថ្ងៃទី23ត្រូវថ្ងៃច័ន្ទខែ2ឆ្នាំ2026ណាថ្ងៃហ្នឹងគឺព្រលឹមឡើងនេះគឺខ្ញុំចាប់កូនមាន់ចំនួន120ក្បាលឲ្យខាងបងស្រីខាងស្រីរៀងគាត់ធ្វើការកក់កំងមុនមកកាប់បណ្ដាយណាអញ្ចឹងឥឡូវនេះគឺយើងរៀបចំជូនគាត់ហើយកូនមាន់ទាំងអស់គឺយើងមានតាមទំហំតាមຂະຫນាតវាមានមួយខែវាមាន3សប្តាហ៍2សប្តាហ៍1សប្តាហ៍នឹងកូនមាន់ស្ងួតរួមអញ្ចឹងបងប្អូនណាតការជួយការតាក់ទងបានហើយកូនមាន់យើងគឺធានាទៅលើការដឹកជញ្ជូនបើវាមានងាប់ខូចខាតគឺខ្ញុំបើសិនជាវាមានងាប់មានអីខ្ញុំទទួលខុសត្រូវតាមហ្នឹងព្រោះយើងដឹងពីសុខភាពមាន់របស់យើងណាហើយបងប្អូនអាចមើលបានណាហ្នឹងហើយហើយតាក់ទងទៅនឹងកូនមាន់ខ្ញុំតែងតែបង្ហាញនៅក្នុង page ខ្ញុំជារឿយៗអញ្ចឹងបងប្អូនអាចចូលមើលបានហើយនេះគឺយើងរៀបចំចាប់ឲ្យគាត់ហើយយើងរើសមើលអាណារៀងដែលវាទំហំវាល្អហ្នឹងហើយនេះកូនមាន់យើងដូចគ្នាអានេះគឺអាយុវាតែមួយទេតែគ្រាន់ថាវាណែនពេកអញ្ចឹងទៅខ្ញុំបែងចែកពីបន្ទប់ទៅហ្នឹងហើយហើយយើងមានតាមទំហំផ្សេងទៀតណានៅខាងនោះទៀត